សួស្តីអ្នកនរគ្នាបាទជួបគ្នាម្ដងទៀតថ្ងៃនេះយើងមកនិយាយអំពីហ្គេម Age of Empire ហ្គេមនោះវាមិនថ្មីទេខ្ញុំក៏ធ្លាប់ធ្វើវីដេអូដែរនៅ channel ចាស់ឥឡូវយើងធ្វើម្ដងទៀតដោយសារឃើញមានគាត់ comment ណាអ្នកមើល comment ថាចង់ឲ្យធ្វើហ្នឹងឥឡូវយើងមកនិយាយពី Age of Empire Limited Edition មកន័យថាលក្ខណៈថាវាល្អជាង version មុនណាហ្នឹងហើយហើយខ្ញុំចង់បញ្ជាក់ដែរថាហ្គេមហ្នឹងខ្ញុំធ្លាប់លេងនៅ channel មុនម្ដងគឺវាមានខ្មែរ league ខ្មែរអញ្ចឹងមិនថាមានប្រទេសខ្មែរដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់លេងស្គាល់ហើយអូខេនេះគឺជាហ្គេមនៅក្នុង website គេ original គេហ្នឹងយើងមើលទៅគេមានជំនាន់គេនៅ Age of Empire មានវគ្គ5មានអីអញ្ចឹងទៅយើងហ្គេមហ្នឹងមានប្រភេទច្រើនហើយបើតាមមើលនៅក្នុង Steam អីក៏វាអត់ free ដែរអញ្ចឹងនិយាយទៅរបស់ល្អមិនដែលធ្វើ free ទេលើពីច្រើនគឺសិតទៅលុយហ្នឹងហើយគេលក់លុយទាំងអស់ហ្នឹងឥឡូវយើង back ទៅមើលនេះឥឡូវយើងមើល PC game សិនបាយណាហ្នឹងអស់ហ្មងអានេះជុំនេះសើជំនាន់ version គេ Empire អីនេះខ្ញុំក៏ពិតខ្ញុំចង់ទៅមើល edition នេះ Empire edition 2នេះអានេះខ្ញុំនិយាយថាដូចជាមានខ្មែរអូគេមាន system speed requirement មើល recommend គេត្រូវការ Windows 10 64 bit CPU វាអត់សូវធំទេ memory 8GB តែធម្មតា laptop computer អី 8GB ធុងឥឡូវហើយអានេះ VGA នេះទូចដែរនេះ150ជំនាន់មុនហ្នឹងទេតែ A11 A11 អ្នកនរគ្នាប្រើធម្មតាគឺ11ឯង download install 11 disk space 30GB អញ្ចឹងបើមានអ៊ីនធឺណិតយើងអាចលេង online បានបើយើងទិញគេណាតែសំខាន់អាហ្នឹងមិនទៅបើយើងទិញរកថានៅក្នុង Steam គេលក់បានគេលក់$35បាទ$35 34.99ហ្នឹង business គេណាគេតែនិយាយថា35ឬក៏50ទេ49.99អីចឹងទៅអញ្ចឹងតម្លៃវាគឺអានេះគ្រាន់តែលក្ខណៈ standard ទេ definition standard នេះហ្នឹងហើយ standard វាទី$35ជាមួយនឹងbandol គេហ្នឹងនរណាថាដូចជាកញ្ចប់ឬក៏ combo គេហ្នឹងវាមានដល់$67អញ្ចឹងទៅ68អញ្ចឹងទៅហើយវាមាន ultimate bundle មាន AAC អញ្ចឹងទៅនិយាយទៅគាត់បើ standard game គឺ$35អញ្ចឹងយើងសម្រាប់យើងអ្នកលេង game អត់ចំណាយលុយវាបាយអញ្ចឹងអូខេឥឡូវយើងកុំបាយវែងឆ្ងាយនេះខ្ញុំមាន link មួយ link ដូចលើកមុនអញ្ចឹងដូចខ្ញុំធ្វើ GTA San Andreas អញ្ចឹងlink ហ្នឹងគឺ download តាម torrent ដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាមាន torrent អ្នកទាំងអស់គ្នាគ្រាន់តែផាស link ហ្នឹងទៅ download ដូចរាល់ដងនោះដែរអញ្ចឹង link នេះអូខេ copy ហ្នឹងមកហើយអ្នកទាំងអស់គ្នាបើក new tab browser មកផាសវាមកអូខេហើយអ្នកទាំងអស់ enter មកវានឹងបើកនេះហើយtorrent មកខ្ញុំបញ្ជាក់ខ្ញុំ download ហើយខ្ញុំ load file នៅក្នុង uTorrent ហ្នឹងចោលអញ្ចឹងចាំមើលខ្ញុំចូល show demo ឲ្យមើលដូចលើកមុនដែរតែខ្ញុំអត់ install ទេព្រោះខ្ជិលចំណាយពេកហើយក្នុងការចំណាយពេល install ហ្នឹងវាត្រូវការរយៈពេលខ្ទង់ចន្លោះប្រហែលជាក្រោម20នាទីទេដោយថាការ install extract file វាហ្នឹងប្រហែលជា16នាទីជាងហើយបូកនឹងជាមួយនឹង verify bin file verify bin file វា verify បែបនេះហ្នឹងហើយអញ្ចឹង verify វារៀងយូរឥឡូវជប់ចាំ demo ហើយអញ្ចឹង file វាមាន bin 1ដល់ bin 10ហើយអានេះជាប្រភេទកម្រិតនៃ solution ដូចជា option អីខ្ញុំមិនបានមើល full ទេប៉ុន្តែអានេះតបមកគឺ language វាយើងមាន change language អីផ្សេងៗអញ្ចឹងទៅហើយ complete MD5 នេះវាមកស្រាប់នេះ setup.exe នេះគឺ file ដែលយើង install យើង click install សិនហើយតបមកវានឹង auto verify bin អញ្ចឹងsize វាត្រូវការ download វាត្រូវការ 30.5G អញ្ចឹង disk space ខ្ញុំសល់ 45.7 អញ្ចឹងខ្ញុំអត់ download ទេខ្ញុំ cancel អូខេខ្ញុំ cancel ចេញខ្ញុំ exit វាហ្មងទៅអញ្ចឹងយើងទៅមើល file យើងវិញបាទជប់បាទ copy folder ហ្នឹងហើយអ្នកនរគ្នា download មកគឺបាន folder មួយនេះអញ្ចឹងយើងមើល size វាមក 30.5 របស់គេហ្នឹងចូលមកក្នុងមក file ដែលយើង install នេះ file setup.exe ខ្ញុំ demo បន្តិចខ្ញុំអត់ install full ទេយើងបើអ្នកនរគ្នា run ដំបូងប្រកាសជា Windows detect ទេអញ្ចឹង run away មកយក yes មកខ្ញុំ record នេះខ្ញុំលេង record តាម Faststone ហើយខ្ញុំ record តាម OBS ហើយខ្ញុំមិនដឹងថាខ្ញុំត្រូវកាត់ចូល Wondershare Filmora អីទៀតអត់ទេព្រោះខ្ញុំខ្ជិល Wondershare Filmora ហ្នឹងវាខ្ជិលចំណាយពេកធ្វើអីចឹងបើអានេះដោយសារវាមាន capture ឲ្យរាល់ដងខ្ញុំធ្វើទៅវាមានខ្ញុំថតខ្ញុំដាក់កាមេរ៉ាមួយទៀតដើម្បីថតមុខខ្ញុំដល់ពេលឥឡូវខ្ញុំមាន webcam ខ្ញុំដាក់ direct មួយ OBS ទៅវាបាន 2 in 1អញ្ចឹងហើយខ្ញុំខ្ជិលកាត់ណាអូខេអញ្ចឹងនេះអ្នកនរគ្នា set up អាហ្នឹងមកបើកមកវានឹងចេញបែបនេះជ្រើស English version មកអានេះក៏ set up ទេអញ្ចឹងអានេះឡើយនេះខ្ញុំបិទ music សិនតែនេះវាតែងតែបញ្ជាក់ profile វាតែងពេលខ្លះអ្នកធ្វើ develop ហ្នឹងគេ shop អីគេតែង
ការពារឬក៏ជួយសម្រួលអញ្ចឹងណាបើអ្នកទាំងអស់គ្នានេះ RAM តូចជាង 8G អ្នកទាំងអស់គ្នា check ទៅតែបើអ្នកទាំងអស់គ្នាធំជាង 8G ហើយយើងមិន check ទេវាល្អជាងវាបានដូចខ្ញុំនិយាយថាវាប្រើបាន RAM ច្រើនជាងហ្នឹងណា megabyte វាច្រើនជាង click next មកអូខេអានេះ next ទៀតមកដល់កន្លែងនេះដូចខ្ញុំនិយាយចឹងបើឧទាហរណ៍ថា default វាចាប់មក D ឬក៏ C អាហ្នឹងយើងត្រូវដឹងដែរថានៅ drive D របស់យើងជាប្រភេទ HDD គេ drive C របស់យើងជាប្រភេទ HDD គេអញ្ចឹងដូចជាខ្ញុំ recommend ចឹង drive បើអ្នកទាំងអស់គ្នាមានធុង PC ឬក៏ laptop ដែលប្រើប្រាស់ drive C ជាប្រភេទ SD M.2 EA SATA អញ្ចឹងដាក់នៅ C ទៅបើខ្ញុំដាក់នៅ C ដាក់នៅក្នុង game នេះ folder ដែលខ្ញុំ install ហើយអញ្ចឹងបើអ្នកទាំងអស់គ្នានៅ D ជាប្រភេទ SE ដែរអញ្ចឹងដាក់នៅ D ក៏បានដែរនិយាយទៅបើ drive នៅណាដាក់នឹងទៅឲ្យប្រភេទ SD HDD វាដាក់បានតែគាត់វា slow ខ្ញុំឃើញឲ្យច្រើនអ្នកនរគ្នាជួល HDD SE ហោះនេះមិនអញ្ចឹង click next មកដោយសារនេះខ្ញុំមានហើយអីអញ្ចឹងខ្ញុំអត់ install ទេបើអ្នកនរគ្នាអត់មានទេវាអត់មានបោះ message មកអញ្ចឹងទេអញ្ចឹងខ្ញុំ cancel អញ្ចឹងបន្ទាប់មកវាក្នុងការ install ហ្នឹងវាតម្រូវឲ្យយើងហ្នឹង install Visual Studio ហើយនឹងមាន DirectX បើយើងមានវា update បើអត់មានវា download install ឲ្យយើងហើយនឹង Visual Studio 2 version 3264ហ្នឹងវា install ធម្មតាគេប្រភេទ support គឺអញ្ចឹងហើយតមកវានឹង verify bin ដូចខ្ញុំនិយាយនេះអា verify bin នេះយើងមិន click ទេបើយើង set up នេះវានឹង verify នេះ auto ហើយវា auto click run យើងចង់ run ខ្លួនឯងក៏បានពេលដែល run ទៅវាត្រូវការនេះវាត្រូវការ file ទាំងអស់ហ្នឹងពេលដែល extract ចេញហ្នឹង install បានហ្នឹងគឺ31994 file ដែលវា extract បានណាអញ្ចឹងត្រូវការចំណាយពេល verify ដើម្បីឲ្យ complete របស់វាហ្នឹង okay all file okay ហ្នឹងប្រហែលជាខ្ទង់5នាទីអីដឹងអញ្ចឹងទៅតាមជាក់ស្ដែងទេអញ្ចឹងសរុបទាំងអស់ប្រហែលជាជិត20នាទីអញ្ចឹងបន្ទាប់ពី install បានអូខេអ្នកនរគ្នានឹងទទួលបាន shortcut មួយOBS នៅឆ្លងនៅលើនេះshortcut icon មួយហ្នឹងហើយអញ្ចឹងអ្នកនរគ្នា run ចូលលេងមកyes មក game ហ្នឹងខ្ញុំនិយាយទៅ Age of Empires ខ្ញុំមិនដែរលេងទេខ្ញុំធ្លាប់លេងនៅលើទូរស័ព្ទទូរស័ព្ទ keyboard យើងណាទូរស័ព្ទ keyboard លក្ខណៈថា Nokia យើងដឹងពីមុនដឹងហើយថាហើយខ្ញុំ download យកមកលេងអាហ្នឹងលេងលើ keyboard បជានេះខ្ញុំហ្នឹង version ចាស់លក្ខណៈថា Age of Empires Mobile សេរីចាស់អញ្ចឹងតែលើ computer ខ្ញុំមិនដែរលេងសូម្បី Battle Royale ក៏ខ្ញុំមិនដែរលេង click មក Single player reconnect to multiplayer services button ខ្ញុំក៏ download install ហើយខ្ញុំតេស្តលក្ខណៈ basic គេ tutorial យើងហើយទៅខ្ញុំក៏ឈប់ខ្ញុំធ្វើវីដេអូរៀបរយអញ្ចឹងអ្នកនរគ្នា news options button options button ហ្នឹងយើងដាក់ម៉ៅទៅណានៅលើប៊ូតុងអីអា voice របស់ game ហ្នឹងវានិយាយប្រាប់យើងអញ្ចឹងយើងអត់ទេអាចចូល option 7 int audio music volume voice volume menu narration mute on focus lost checkbox checked options audio graphics tab to display mode graphic resolution drop down collapsed resolution drop down expanded selected value 2560 x 1440 1 of 4 វាមាន 4 resolution គឺវាមានដូចរបស់ខ្ញុំ 25 6x1440 ហ្នឹងគឺ 2K យើងពីច្រើនគេនិយាយតែផ្ទុយទេ 1440 ហ្នឹង 2K ហើយ 18 ហ្នឹង Full HD បើតែ20ហ្នឹង HD អញ្ចឹងមានអត់ទេធម្មតា motor ឥឡូវវាទូចបំផុតគឺ Full HD ហើយអញ្ចឹងអ្នកនរអាចយក 18 ទៅតែបើអ្នកនរធំអីហ្នឹងពេល32ឡើងពី7ឡើងគេអាចសិនវាឡើងទៅ Full HD ឡើងដល់ 2K ឬក៏ 4K តាមទៅតែគឺថាអ្នកនរគិតថាប៉ុណ្ណាដាក់ល្មមឬក៏លេងទៅវាមួយទៅស្អាតច្បាស់ដាក់ប៉ុណ្ណឹងទៅអីទេហើយយើង cancel button single player skirmish load skirmish campaign load game skirmish button អានេះអត់មាន single player button start game button 什么？准备就绪。可种命令。喂，喂，准备就绪。可种命令。正确。什么好？华母宫。bài biệt tơ hay không à biệt tơ đó dương bài house bài mystery dương button sạch rồi nó nhỏ đi lính tao ấy là còn vào trong cái hai game lấy cả đấy nhưng mà lính mà mình hao đi cho xong chim game cho chính cho mình cancel load game save game load game
button. quick to run game Yes, button. escape nó bướm này chúng nó Exit, button. anh chẳng game nó liên ca đấy file install vía nè như mơ system recommend tôi import nó có thử làមានប្រព័ន្ធនេះដូចគេដែរហ្នឹងហើយតែដូច space size ដែលអីហ្នឹងវាដូចគ្នាពីច្រើនគេនិយាយទៅត្រឹម CPU វិញទេ CPU ហើយ RAM ដែរណាហើយ VGA GTX 420ហ្នឹងហើយgame លេខការបើអ្នកនរគ្នាមានចម្ងល់ឬក៏ download លេខការអត់បានមានបញ្ហាអីអាចសួរខ្ញុំបើខ្ញុំប្រាប់បានខ្ញុំនឹងប្រាប់អញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាទ